គ្រប់នឹងជម្រាបសួរបងប្អូនពុំមីងទាំងអស់គ្នាថ្ងៃនេះនឹងខ្ញុំឈ្មោះស្រីនោះមកធ្វើជាវីដេអូបានទៅកាន់បងប្អូនពុំមីងដែលស្រឡាញ់និស័យខាងចិញ្ចឹមទេយកពងបងប្អូនចានេះដែរកសិដ្ឋានចិញ្ចឹមទេយកពងខ្ញុំចិញ្ចឹមបែបលក្ខណៈពងខ្សាពងឡអញ្ចឹងណាបងប្អូនចាសម្រាប់បងប្អូនពុំមីងដែលពួកគាត់ចិញ្ចឹមទេពងដើម្បីយើងចង់ទាញចំណូលចូលបានប្រចាំខែប្រចាំថ្ងៃលក្ខណៈដូចថាចូលរងថ្ងៃអញ្ចឹងណាបងប្អូនចាអញ្ចឹងគឺយើងចិញ្ចឹមទេពងយើងរៀនស្វែងយល់បច្ចេកទេសចិញ្ចឹមឲ្យបានច្បាស់លាស់បងប្អូនកាលណាដែលយើងរៀនច្បាស់លាស់ពីបច្ចេកទេសចិញ្ចឹមយើងក៏ទាញចំណូលចូលបានប្រចាំខែដែរបងប្អូនសម្រាប់បងប្អូនពុកមីងដែលពួកគាត់ចិញ្ចឹមទេពងឬក៏ចិញ្ចឹមមាន់បើសិនជាយើងធ្វើការងារឲ្យគេយើងមានអារម្មណ៍ថាយើងត្រេះយើងហត់នឿយបងប្អូនពុកមីងយើងធ្វើពីតូចទៅធំយើងចិញ្ចឹមបើថាយើងរៀនចិញ្ចឹមមាន់បច្ចេកទេសចិញ្ចឹមមាន់យើងរៀនឲ្យច្បាស់ពីមាន់បងប្អូនរៀនឲ្យច្បាស់ពីមាន់ការចិញ្ចឹមដើម្បីឲ្យទាញចំណូលចូលវិលជុំហើយយើងចាប់ផ្ដើមចិញ្ចឹមទេពងអីចឹងទៅកាលណាដែលយើងចិញ្ចឹមទេពងយើងចាប់ផ្ដើមធ្វើបន្តិចម្ដងយើងចាប់ផ្ដើមពីចំណុចតូចទៅដែរដូចគ្នាបងប្អូនចាយើងរៀនស្វែងយល់ពីការចិញ្ចឹមឲ្យបានច្បាស់លាស់ថាយើងត្រូវថែទាំទេយើងបែបណាយើងត្រូវចិញ្ចឹមទេពងបែបណាដើម្បីឲ្យទេយើងកុំឲ្យឈឺឬក៏ទេយើងរាក់ពងទេយើងផ្ដាសាយទេហៅមុខឬក៏ទេតុនជើងអីចឹងណាបងប្អូនចាអញ្ចឹងជាទូទៅសម្រាប់បងពុំមីងចិញ្ចឹមទេពងចឹងចង់ឲ្យទេយើងយើងទាញចំណូលចូលបានប្រចាំខែយើងចង់ឲ្យចំណូលចូលរាល់ថ្ងៃបានរាល់ថ្ងៃបងប្អូនចាអញ្ចឹងគឺយើងត្រូវរៀនស្វែងយល់ពីការធ្វើធុងគឺយើងត្រូវធ្វើទំហំទេ1000ក្បាលយើងត្រូវធ្វើត្រូវស្តង់ដារទេ2000ទេ3000ឬក៏ទេ500ក្បាលអីចឹងណាបងប្អូនចាអញ្ចឹងជាទូទៅសម្រាប់បងពុំមីងដែលចង់ឲ្យទាញចំណូលចូលបានរាល់ថ្ងៃអីចឹងអានឹងយើងត្រូវរៀនស្វែងយល់ឲ្យបានច្បាស់ទៅបងប្អូនចាសម្រាប់ខ្ញុំផ្ទាល់ខ្ញុំរៀនគ្រប់គ្រងពីសត្វខ្ញុំច្បាស់ណាស់បងប្អូនចាអាការៈទេយើងឈឺបែបណាទេរាក់ពងឬក៏ទេតុនជើងទេអំប៉ាបអីផ្សេងអាហ្នឹងគឺយើងត្រូវរៀនស្វែងយល់ឲ្យបានច្បាស់ដែរអញ្ចឹងណាបងប្អូនចាយើងត្រូវច្បាស់ទៅលើទេយើងត្រូវដាក់ថ្នាំឧទាហរណ៍ថាទេយើងឈឺយើងត្រូវដាក់ថ្នាំចំនួនប្រហែលថ្ងៃដើម្បីព្យាបាលឲ្យទេយើងបានសុខភាពល្អមកវិញបើសិនជាទេនឹងឈឺខ្លាំងអីចឹងណាបងប្អូនចាយើងត្រូវដាក់ថ្នាំវីតាមីនជំនួយទៅដល់កន្សោមវាកាលណាដែលវាអត់សូវពងអីចឹងយើងដាក់ជំនួយវាពងបានច្រើនអីចឹងទៅបងប្អូនចាជាទូទៅសម្រាប់បងដែលនៅតាមខេត្តក្រុងបើសិនជាយើងធ្វើការរោងចក្រខ្ញុំឃើញខ្ញុំជិះទៅតកៅថ្ងៃមុនបងប្អូនចាដល់ពេលហើយខ្ញុំជិះទៅតកៅយើងទៅមើលតាមផ្លូវអញ្ចឹងណាបងប្អូនដោយសារខ្ញុំមានអ្នកបើកឡានទេអញ្ចឹងយើងជិះផ្ទាល់ជាមួយនឹងតកងឡានអញ្ចឹងទៅអញ្ចឹងគាត់បើកជូនទៅអញ្ចឹងយើងមើលខាងអញ្ចឹងដល់ម៉ោងដែលបងដែលពួកគាត់ធ្វើការរោងចក្រគាត់ចេញមកញ៉ាំបាយអីចឹងអានឹងគឺមានអារម្មណ៍ថាមើលទៅពួកគាត់រៀងបញ្ញាប់អញ្ចឹងណាបងប្អូនចាការញ៉ាំបាយឬក៏ធ្វើអីមួយលក្ខណៈរៀងបញ្ញាប់ឲ្យឆាប់បានចូលទៅវិញឬក៏សម្រាប់ខ្លួនឯងអីចឹងណាអញ្ចឹងខ្ញុំមើលទៅគឺអត់សូវមានពេលវេលាបានគ្រប់គ្រាន់សម្រាប់ខ្លួនឯងបងប្អូនចាខ្ញុំតាមអ្វីដែលខ្ញុំមើលហើយខ្ញុំក៏បរៀនសោះជាច្រើនដែលពួកគាត់ធ្វើការខាងរោងចក្រពេលដែលគាត់រៀនជាមួយខ្ញុំគាត់ថាគាត់ហត់នឿយខ្លាំងក្នុងការធ្វើរោងចក្រនិយាយចំទៅការងារបើសិនជាយើងចង់ធ្វើការងារឲ្យខ្លួនឯងបងប្អូនចាធ្វើការងារឲ្យខ្លួនឯងយើងមានពេលវេលាសម្រាប់ខ្លួនឯងមានពេលវេលាគ្រប់គ្រាន់សម្រាប់អីចឹងណាបងប្អូនចាអញ្ចឹងជាទូទៅសម្រាប់បងពុំមីងដែលចង់ឲ្យខ្លួនឯងមានពេលវេលាគ្រប់គ្រាន់ណាយើងត្រូវរៀនស្វែងយល់ឲ្យបានច្បាស់ដែរបងប្អូនចាអញ្ចឹងយើងធ្វើអីមួយក៏ដោយបងប្អូនសន្សំលុយធ្វើការរោងចក្រសន្សំលុយឲ្យបានច្រើនសិនទៅរួចហើយយើងមកបរិយារបរយើងប្រចាំថ្ងៃនេះអញ្ចឹងណាបងប្អូនចាអញ្ចឹងអ្វីក៏ដោយពេលដែលយើងមុនទៅធ្វើអីមួយយើងរៀនស្វែងយល់ឲ្យបានច្បាស់ពីការចិញ្ចឹមដែរអញ្ចឹងពេលដែលយើងមានលុយហើយយើងចំណាយលុយក្នុងការរៀនឲ្យបានចេះបងប្អូនពេលដែលយើងចេះយើងទៅធ្វើគឺយើងអត់ស្ដាយក្រោយទេអញ្ចឹងពេលដែលយើងធ្វើកុំស្ដាយក្រោយនៅអ្វីដែលយើងអត់បានរៀនអញ្ចឹងយើងពេលដែលយើងរៀនហើយគឺយើងធ្វើទៅគឺយើងអត់ស្ដាយក្រោយទេបងប្អូនចា
អ្នកដែលស្ដាយក្រោយភ័យច្រើនគឺអត់រៀនទេបងប្អូនទៅធ្វើទៅបរាជ័យគឺគាត់អត់មានទឹកចិត្តក្នុងការធ្វើបន្តទៀតអីចឹងទៅ